អាចប្រាប់ពីអារម្មណ៍នៃការច្រៀងជាមួយបងអូនមិនដែរការធ្វើការជាមួយគ្នាបាទនិយាយរួមទៅគឺគាត់មានទឹកដមព្រោះជាងខ្ញុំបាទកូនអត់លោកហ៊ានទទួលណាមួយបទនេះគឺខ្ញុំមិនដែរអន់ច្រៀងបទហ្នឹងឯណាមួយទៀតសលេងគាត់ត្រូវមួយឆែកយុទ្ធអូសលេងខ្ញុំស្អកស្អកអញ្ចឹងអត់សូវត្រូវទេនិយាយរួមទៅពីអ្នកហ្នឹងសំឡេងខុសគ្នាហ្មងខុសគ្នាមករាសំឡេងដោយមករាទៅហើយដល់អូននោះសំឡេងរបស់ប្អូននោះផ្សេងអញ្ចឹងទៅណាពីអ្នកហ្នឹងសំឡេងពីរហ្មងចាព្រោះថាប្អូននេះគឺមានទឹកដមសំឡេងស្តៀងនឹងលោកឆៃវរៈយុទ្ធចាអនាគតបាត់ជាល្អចាគាត់ប៉ុណ្ណឹងណាបើសិនជាអ្នកពោះធំដើរកាត់អាចមិនបាច់ចូលបន្តិចទេជ្រុះឯងចាជិះពេលវគ្គមុនគាត់ជ្រៀងដែរតែមិនកំពុងបណ្ដាកាត់ទៅចាអត់បានមកបានមកចាដូចថាប្អូនអញ្ចឹងដូចថាសំឡេងហ្នឹងអាចចូលថត CD បានបងតសើបងឯងសំឡេងល្អចាបើសិនថែមកម្ពស់តិចទៀតអែហ្មងតែមិនអីទេប៉ុណ្ណឹងក៏បានដែរព្រោះតែយើងមានតារាសម្ដែងកាយវិការនេះណាគេចាអាចដាណារលីននេះចឹងតែលោកថៃរាយុទ្ធក៏គាត់មិនជាខ្ពស់អីហ្មងដែរចាអត់តែនិយាយរួមឲ្យតែគឺសំឡេងខ្ពស់ហ្មងយើងស្ដាប់ពីចម្ងាយស្មើ2ម៉ែត្រដល់ពេល1ម៉ែត្រដូចមួយយ៉ាងដែរនេះស៊ីតូឃើញអ្នកធាត់អីឲ្យតែអ្នកធាត់សម្លេងព្រោះអត់ទេអ្នកទៀបដល់ឥឡូវទៀបអត់សម្លេងអត់ទេបើគ្នាចុះបើក្រិនណោះអ្នកកំ pl ែងក្រិនអ្នកកំ pl ែងសម្លេងគ្រាន់បានទេតាបាទសម្លេងបើសិនជាក្រិនណាបើនិយាយអត់ឮគេអត់យកលេងកំ pl ែងទេចេះបាននិយាយឮតាអត់មិនមានយោបល់មិនដែរអ្នកនាងតែខ្ញុំអត់យោបល់ប៉ុន្តែគ្រាន់តែថាសម្លេងបងយោបល់អ្នកនាងអាចដាក់មីក្រូហ្វូនចុះបានចានឹងខ្ញុំសូមសរសើរដល់បងប្រុសចាមានទឹកដមសម្លេងធ្ងន់ហើយអក្ខរាវិរុទ្ធគាត់ក៏ច្បាស់ចាជាពិសេសដង្ហើមគាត់នោះបានវែងទៀតចាគាត់ច្រៀងបទហ្នឹងស៊ីនឹងសម្លេងគាត់ចាប់ពិតទៅដូចជាគ្មានអីតែកាយផងគាត់ល្អព្រមទាំងអស់ចឹងអូនតែគ្រាន់តែថាឲ្យហាត់ប្រាណទេគេលោលូតកពស់បន្តិចអូនឯងហាត់ហែលទឹកសម្លេងវែងចឹងល្អចាទាញចានិយាយលេងនេះបងអូនកាប់ពិតទៅបងអូនប៉ុណ្ណេះបងគិតថាជោគជ័យហើយក្នុងសិល្បៈនៃការច្រៀងចាព្រោះអីសម្លេងបានហើយរូបសម្ផស្សក៏មិនជាអាក្រក់អីគាត់ស្អាតបាតចាស្អាតយោងទៅតាមនឹងហើយបាទជាបងពេលដែលនិយាយពីដាក់អាក្រក់ចេះតែងាកទៅខាងដៃបងចាព្រោះអីខ្ញុំឃើញខ្ញុំនិយាយការពិតប្រៀបធៀបខ្ញុំនិយាយការពិតតិចចោះច្រៀងមិញលេងសាប់ញញឹមលេងសាប់ខ្ញុំងាកទៅឃើញមាត់ខ្ញុំចង់ស្លាប់ពេកធំពេកឬក៏មាត់ហ្នឹងវាស្អុយពេកទៅពីរខ្ញុំឃើញប្អូនស្រីច្រៀងនៅលើឆាកណាចាដល់កន្លែងហ្នឹងគេញញឹមមកគេស្ទន់មើលទទួលប្រុសអញ្ចឹងសិតតែពេលមករលីនអើយដូចឆ្លាមមិនតែមកឲ្យតែមកធំហីទាំងពីរនិយាយរួមអ្នកនាងហឹមសុភីបងប្រុសគាត់សម្លេងដូចជាអ្នកអាជីពដែរណាចាបន្ទូចាសំជើញចាកុំឲ្យខាតពេលវេលាតន់ខ្ញុំលោកកណ្ដាលសម្រាប់បានចាពេញចិត្តឬអត់ចាសូមបង្ហាញជូនគណៈកម្មការបាទសូមអញ្ជើញគណៈកម្មការបង្ហាញផ្លាកបាទសូមអញ្ជើញបាទពេញចិត្តបាទជាបន្តចាពេញចិត្តបាទបងបាទពេញចិត្តអរគុណបងបាទសាទរណាស់អូនណានៅក្នុងអាទិត្យនេះផងដែរគឺថាមានអារម្មណ៍ថាភ័យផងអផងព្រោះថាបេក្ខជនកាន់តែជំរុះទៅគឺកាន់តែសុទ្ធតែជាបេក្ខជនដែលខ្លាំងខ្ញុំក៏មានអារម្មណ៍ថាខ្លាចគាត់បន្តិចដែរក៏ប៉ុន្តែខ្ញុំត្រូវតែជឿជាក់លើខ្លួនឯងខ្ញុំបដោតអារម្មណ៍បានប្រហែលជា 50% បាទ 50% ទៀតគឺថាខ្ញុំមានអារម្មណ៍មួយថាចង់លេងជាមួយនឹងតួបាទហើយមួយទៀតមានអារម្មណ៍ថាចង់ដាក់អារម្មណ៍ទៅច្រៀងពេលលទ្ធផលចេញមកគឺថាគណៈកម្មការគាត់បានពេញចិត្តទាំង5ហើយគឺថាខ្ញុំមានអារម្មណ៍ថារំភើបអរមែនតើបាទវគ្គក្រោយជួបគ្នាជាបន្តអនុញ្ញាតសម្រាប់មួយ pleasant